ជាដំបូងសូមជំរាបសួរតាមពិតជាក់ស្ដែងខ្ញុំចង់ឲ្យខ្លួនឯងរៀនវឹកហាត់នៅក្នុងការនិយាយព្រោះបើទោះបីយើងមិនមែនជាអ្នកដែលត្រូវបានគេស្គាល់ច្រើនបើទោះបីជាយើងមិនមែនដូចសម័យបច្ចុប្បន្នឥឡូវគេហៅថាអ្នកបង្កើតមាតិកាឬក៏គេហៅថាអ្នកល្បីមួយចំនួននៅលើ YouTube ឬក៏នៅលើបណ្ដាញសង្គមមួយចំនួនប៉ុន្តែថ្ងៃនេះខ្ញុំក្នុងនាមជាអ្នកដែលប្រើប្រាស់បណ្ដាញសង្គមដូចគ្នាមួយដែរខ្ញុំគ្រាន់តែមកចង់ចែកម្លែកអ្វីមួយដែលខ្ញុំគិតថាវាល្អប្រសើរនៅក្នុង story របស់ខ្ញុំហ្នឹងបើទោះបីជាមានអ្នកមើលច្រើនឬក៏គ្មានអ្នកមើលឬក៏អីទេឬក៏អ្នកមើលសំបីតែម្នាក់ក៏មិនមែនជាបញ្ហាដែរព្រោះហ្នឹងមិនមែនជាគោលដៅដែលខ្ញុំចង់និយាយហើយតែមកខ្ញុំដាក់ទៅក្នុង story របស់ខ្ញុំនៅក្នុង Instagram ហ្នឹងដែលខ្ញុំចង់បាន view ច្រើនទេប៉ុន្តែអ្វីដែលខ្ញុំមកនៅថ្ងៃនេះគឺដោយសារតែថ្ងៃនេះផ្ទាល់គឺបន្ទាប់ពីចប់បុណ្យអុំទូកទៅថ្ងៃសុក្រចាអញ្ចឹងថ្ងៃសុក្រគឺយើងទៅធ្វើការសម្រាប់ខ្ញុំទៅធ្វើការដូចធម្មតាប៉ុន្តែដោយឡែកការងាររបស់ខ្ញុំគឺខ្ញុំអាចស្នើសុំការធ្វើការពីផ្ទះទៅបានព្រោះដោយសារតែយើងអាចចាំបាច់ទៅធ្វើការដល់ office ទេព្រោះការងារនេះគឺយើងត្រូវការផ្ដោតអារម្មណ៍យើងត្រូវការផ្ចង់ខ្លាំងហើយធ្វើការភាពស្ងប់ស្ងាត់ដើម្បីអាចផ្ដោតទៅធ្វើការងារនឹងបានល្អអញ្ចឹងបន្ទាប់ពីថ្ងៃនេះខ្ញុំធ្វើការងារនឹងរួចរាល់ហើយខ្ញុំសល់ពេលអញ្ចឹងខ្ញុំចង់ចែកចម្លែកចំណុចមួយដែលសម្រាប់ខ្លួនខ្ញុំតែខ្ញុំមិនដឹងថាអ្នកនរគ្នាអាចយល់ថាវាល្អឬក៏អីអត់ទេប៉ុន្តែបើសិនជាយល់ថាល្អប្រសើរហ្នឹងក៏យើងអាចសាកធ្វើតាមឬក៏អ្នកខ្លះគាត់ធ្វើហើយអញ្ចឹងណាអញ្ចឹងមានន័យថាគាត់ធ្វើហើយមានចំណុចល្អរួចរាល់អស់ទៅហើយអញ្ចឹងគាត់អាចចែកម្លែកបន្តទៀតបានចាអញ្ចឹងចំណុចល្អដែលខ្ញុំចង់និយាយហ្នឹងមានន័យថាថ្ងៃនេះខ្ញុំធ្វើការពីផ្ទះហើយប៉ុន្តែបើទោះបីខ្ញុំធ្វើការពីផ្ទះក៏ដោយក៏ខ្ញុំត្រូវតែពេលភ្ញាក់ឡើងហ្នឹងគឺភ្ញាក់ឲ្យត្រូវម៉ោងហើយងូតទឹកងូតអីឲ្យបានស្អាតអញ្ចឹងទៅហើយស្លៀកពាក់ស្លៀកអីហើយត្រូវតុបតែងមុខក៏តុបតែងអីដូចធម្មតាអញ្ចឹងទៅហើយបន្តមកទៀតគឺចុះទៅក្រោមធ្វើអាហារពេលព្រឹកញ៉ាំហើយឡើងមកលើវិញគឺធ្វើការដូចធម្មតាអញ្ចឹងចាអញ្ចឹងចំណុចសំខាន់ចង់បញ្ជាក់ថាបើទោះបីជាយើងធ្វើការពីផ្ទះក៏ដោយប៉ុន្តែចំណុចសំខាន់បំផុតនោះគឺមានន័យថាយើងក្រោកមកគឺយើងធ្វើដូចយើងចេញទៅក្រៅអញ្ចឹងគឺយើងរៀបចំខ្លួនងូតទឹកសម្អាតខ្លួនមានការរៀបចំខ្លួនឲ្យបានស្រស់ស្អាតអញ្ចឹងទៅមិនមែនត្រូវក្រោកមកសកេអញ្ចឹងគឺមានន័យថាផលិតភាពហៅថា productivity ដែលយើងអាចផលិតការងារបានច្រើនហ្នឹងគឺវាអត់សូវទេចាប៉ុន្តែបើសិនជាយើងមានការរៀបចំខ្លួនយើងរួចរាល់អញ្ចឹងហើយមកធ្វើការគឺផលិតភាពល្អហ្មងវាអាចល្អជាងដែលយើងទៅធ្វើការនៅខាងក្រៅទៀតប៉ុន្តែអីដែលសំខាន់គឺនេះជាការគិតរបស់ខ្ញុំទេព្រោះអ្នកខ្លះគាត់អាចជ្រើសរើសទៅធ្វើការនៅហាងកាហ្វេឬក៏អីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំនៅភ្នំពេញនេះតែខ្ញុំផ្លាស់ប្ដូរមករស់នៅមានន័យថាខ្ញុំអត់ទាន់ប្រស៊ាំជាមួយនឹងខ្លួនឯងតាក់ទងមួយចរាចរណ៍តាក់ទងមួយអីនឹងបានច្រើនទេអញ្ចឹងពេលខ្លះការចំណាយពេលទៅក្រៅវាធ្វើឲ្យយើងខាត់ពេលវេលាដែរអញ្ចឹងបើសិនជាខ្ញុំចង់ផ្ដោតអារម្មណ៍ខ្លះគឺខ្ញុំជ្រើសរើសធ្វើការពីផ្ទះរបស់ខ្ញុំអញ្ចឹងទៅតែយើងមានការ set up ជាតុជាកៅអីជាអីអញ្ចឹងទៅសម្រាប់ឲ្យយើងងាយស្រួលនៅក្នុងការធ្វើការអញ្ចឹងមានន័យថាបើទោះបីធ្វើការពីផ្ទះតែផលិតភាពនៃការធ្វើការរបស់យើងគឺនៅតែល្អប្រសើរចាខ្ញុំមានប៉ុណ្ណឹងអរគុណ